ខ្ញុំអធិដ្ឋានសម្រាប់លោកដល់បងប្អូននៅថ្ងៃនេះមិនថាបងប្អូនជាក្រុមគ្រួសារបងប្អូនជាមិត្តសម្លាញ់ហើយជាបងប្អូនមួយចំនួននៅកំពុងចូលរួមនៅថ្ងៃនេះបងប្អូនធ្លាប់ឮដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទតែបងប្អូនដែលមានទំនាក់ទំនងជាមួយព្រះម្ចាស់ផ្ទាល់ខ្លួននៅថ្ងៃនេះបងប្អូនមានជំរឿសដើម្បីជ្រើសរើសចាក់ចេញពីផ្លូវមួយទៅកាន់ផ្លូវមួយផ្សេងទៀតបងប្អូននឹងជ្រើសផ្លូវទៅកាន់ជីវិតឬក៏បងប្អូនជ្រើសផ្លូវទៅកាន់សេចក្តីស្លាប់ត្បិតនៅក្នុងព្រះគម្ពីរក៏បានប្រាប់យើងទូរយកថាចំពោះទី30ខទី19បានប្រាប់យើងថាខ្ញុំប្រាប់អ្នកទាំងអស់គ្នាអ្នកត្រូវតែជ្រើសរើសថាតើនឹងជ្រើសរើសជីវិតឬក៏សេចក្តីស្លាប់នៅថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនសូមមកជ្រើសរើសផ្លូវទៅកាន់ជីវិតខ្ញុំចង់ឧទាហរណ៍អំពីរឿងមួយដែលកាលពីខ្ញុំនៅប្រទេសម៉ាឡេស៊ីខ្ញុំបានទិញឡាន Toyota Camry កាលពី15ឆ្នាំមុនហើយខ្ញុំបានប្រើប្រាស់ឡាននេះអស់រយៈពេល15ឆ្នាំហើយខ្ញុំបានប្រើប្រាស់វារៀងរាល់ថ្ងៃបើខ្ញុំគិតអំពីគីឡូដែលខ្ញុំមាននៅក្នុងគីឡូរបស់ឡានគឺអស់រយៈពេលចំនួន15ឆ្នាំគឺមានប្រវែងប្រហែលជា20000គីឡូប៉ុន្តែខ្ញុំសង្កេតឃើញថាប្រហែលជា10000គីឡូក្នុងចំណោម20000នោះខ្ញុំប្រហែលជាវង្វេងតាមផ្លូវខ្ញុំជិះវង្វេងតាមស្ពានអាកាសតាមផ្លូវជាប់គាំងខ្ញុំបានវង្វេងញឹកញាប់មែនទែនបងប្អូនប្រហែលជាបងប្អូនកំពុងតែមានអារម្មណ៍ថាក្នុងជីវិតយើងកំពុងតែបើកបរជីវិតរបស់យើងកំពុងតែវង្វេងនៅក្នុងជីវិតរបស់យើងដូចគ្នាដែរនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនយើងត្រូវតែជ្រើសរើសពេលដែលយើងវង្វេងពេលដែលយើងជាប់គាំងតើយើងនឹងជ្រើសរើសបែរត្រឡប់ក្រោយដើម្បីស្វែងរកផ្លូវទៅកាន់ដែលយើងត្រូវទៅដែរអត់ខ្ញុំចង់និយាយទៅកាន់បងប្អូននៅថ្ងៃនេះពេលខ្លះដោយសារភាពអំនួតរបស់យើងពេលដែលយើងបើកបរយើងគិតទៅខ្ញុំនឹងមិនវង្វេងទេខ្ញុំទៅខ្ញុំស្គាល់ហើយបើសិនខ្ញុំវេងខ្ញុំទេណាម្នាក់ឬក៏ខ្ញុំទូរស័ព្ទទៅកាន់ណាម្នាក់ប៉ុន្តែពេលខ្លះយើងគ្រាន់តែឈប់ដើម្បីឲ្យយើងបានសួរណាម្នាក់ប៉ុន្តែពេលខ្លះគឺយើងពឹងអាងទៅលើ Google Map ឬក៏ផែនទីដើម្បីនាំយើងទៅកាន់ទីតាំងដែលយើងចង់ទៅប៉ុន្តែពេលខ្លះយើងអត់ប្រុងប្រយ័ត្នយើងនៅតែវង្វេងពេលខ្លះយើងគិតថាខ្ញុំមកត្រូវការជំនួយពីផែនទីគ្រាន់តែដឹងថាខ្លួនឯងទៅណាបានហើយប៉ុន្តែអ្វីដែលយើងបញ្ឈប់ហើយយើងគ្រាន់តែបែរត្រឡប់មកវិញថាឥឡូវនេះខ្ញុំត្រូវតែគិតពិចារណាឡើងវិញខ្ញុំនឹងបែរត្រឡប់ទៅវិញត្បិតនៅក្នុងព្រះគម្ពីរបានប្រាប់យើងអំពីការយើងប្រែចិត្តគំនិតនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក3ខ2បានចែងថាចូលការប្រែចិត្តគំនិតត្បិតព្រះរាជរបស់ព្រះអង្គជាព្រះបានចិត្តមកដល់ហើយមានន័យថាសូមមិនបែរចិត្តគំនិតចេញពីកិច្ចការងារដែលយើងកំពុងតែធ្វើដែលយើងគិតថាត្រឹមត្រូវយើងត្រូវតែប្រែចិត្តគំនិតត្បិតពេលដែលយើងមិនប្រែចិត្តគំនិតយើងនឹងត្រឡប់មកកាន់ផ្លូវមួយដែលជាសេចក្តីពិតដំណឹងល្អនៅថ្ងៃសឹកដ៏ល្អកាលពីជាង2000ឆ្នាំមុនដែលព្រះគ្រីស្ទបានសគត់នៅលើជើងឆ្កាងហើយជើងឆ្កាងគឺតំណាងឲ្យផ្លូវដែលកំពុងតែរាំងស្ទះនៅក្នុងជីវិតរបស់យើងដើម្បីនាំទៅកាន់នគរឋានសួគ៌បើយើងមិនប្រុងប្រយ័ត្ននោះទេយើងនឹងដើរកាត់ជើងឆ្កាងដើម្បីឆ្ពោះទៅកាន់សេចក្តីស្លាប់ដែលយើងហៅថាឋាននរកហើយដូច្នេះយើងមានជំរឿសដើម្បីយើងឈប់ហើយយើងត្រឡប់ថយក្រោយវិញពេលខ្លះយើងគិតថាអូខ្ញុំស្គាល់ហើយខ្ញុំចេះបើកបរដោយខ្លួនឯងហើយជីវិតខ្ញុំទទួលខុសត្រូវពេលខ្លះយើងអត់បានគិតគូរបានប្រុងប្រយ័ត្នយើងបានបើកបរជីវិតរបស់យើងឆ្លងកាត់នៅជើងឆ្កាងដែលព្រះអង្គជាព្រះកំពុងតែរងចាំយើងពេលខ្លះជីវិតយើងរវល់មិនមានញឹកជាមួយកិច្ចការងារជាមួយការសិក្សាជាមួយនឹងមុខជំនួញជាមួយនឹងហេតុផលផ្សេងគ្នាប៉ុន្តែថ្ងៃនេះព្រះអង្គកំពុងតែធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់លោកបងប្អូនកំពុងតែបងប្អូនជ្រើសរើសផ្លូវទៅកាន់ជីវិតត្បិតនៅក្នុងអត្ថបទសាច់រឿងមួយនិយាយអំពីកូនពៅវង្វេងនៅក្នុងព្រះគម្ពីរលូកាចំពុកទី15ខ11ដល់ខ24បានចែងយ៉ាងដូចនេះព្រះយេស៊ូវមានប្រាប់បន្ទូលថាមានបរិសុទ្ធមួយរូបមានកូនប្រុស2នាក់កូនពៅនិយាយទៅឪពុកថាលោកឪពុកចូលចែកមរតកឲ្យកូនមកឪពុកក៏ចែកមរតកឲ្យកូនប៉ុន្មានថ្ងៃក្រោយមកកូនពៅប្រមូលទ្រព្យសម្បត្តិរួចចាក់ចែងទៅស្រុកឆ្ងាយនៅស្រុកនោះកូនពៅបានខ្ជះខ្ជាយបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅពេលចាយវាយទ្រព្យសម្បត្តិអស់ហើយជាប់ខ្លួនមានគ្រោះទុរភិក្សកើតឡើងយ៉ាងខ្លាំងនៅក្នុងស្រុកនោះកូនពៅចាប់ដើមខ្វះខាតគាត់ក៏ត្រូវស៊ីឈ្នួលអ្នកស្រុកម្នាក់គេប្រើឲ្យគាត់មើលជ្រូកតាមស្រែចម្ការគាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាតែគ្មាននរណាម្នាក់ឲ្យគាត់បរិភោគឡើយពេលនោះកូនពៅភ្ញាក់ខ្លួនហើយរិះគិតនៅក្នុងចិត្តថាអ្នកបម្រើរបស់ពុកឯងសុទ្ធតែបានមានអាហារបរិភោគយ៉ាងហោហៀទាំងអស់គ្នារីឯនៅទីនេះអញសុទ្ធតែដាច់ពោះស្លាប់ហើយអញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញហើយជម្រាបលោកឪពុកថាកូនបានប្រព្រឹត្តអំពើបាបខុសនឹងផាតីរបស់ព្រះម្ចាស់កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរមិនគួរឲ្យលោកឪពុករាប់ខ្ញុំជាកូនទេសូមលោកឪពុកចាត់ទុកខ្ញុំជាអ្នកបម្រើចោះលុះក៏ដូច្នេះហើយកូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញកាលឪពុកឃើញកូនពីចម្ងាយគាត់មានចិត្តអាណិតអាសូរយ៉ាងក្រៃលែងគាត់ក៏រត់ទៅទទួលកូនហើយអោបថើបកូនផងកូនពៅជម្រាបលោកឪពុកថាលោកឪពុកអើយកូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះអង្គម្ចាស់ហើយប្រព្រឹត្តអំពើបាបខុសជាមួយលោកឪពុកដែរ
មិនគួរឲ្យលោកឪពុករាប់កូនជាកូនទៀតទេឪពុកប្រាប់អ្នកបម្រើថាចូលយកសម្លៀកបំពាក់ល្អៗបំផុតមកពាក់ឲ្យកូនយើងជាប្រញាប់ឲ្យយកចិញ្ចៀននិងស្បែកជើងមកពាក់ឲ្យគេផងចូលយកកូនគោមកដែលយើងបំពន់ទុកយកមកពិធីជប់លៀងកូនដែលបានវង្វេងហើយគេបានរកឃើញវិញកូនដែលបានស្លាប់នោះគេមានជីវិតរស់ឡើងវិញហើយគេមានពេលវេលាដ៏ល្អនៅពេលនោះក្នុងសាច់រឿងនេះបានប្រាប់យើងអំពីកិច្ចការងារមួយដែលល្អអស្ចារ្យបើយើងអាននៅក្នុងចម្ពោះមួយផ្សេងទៀតដែលនិយាយអំពីកូនបងនិងកូនពៅគឺគេវង្វេងដូចគ្នាមួយវង្វេងក្រៅផ្ទះមួយវង្វេងនៅក្នុងផ្ទះបាទមនុស្សមួយចំនួននៅក្នុងក្រុមជំនុំប៉ុន្តែគេនៅតែវង្វេងពីព្រោះគេអត់ស្គាល់នៅដួងចិត្តរបស់ព្រះបិតាដួងចិត្តដែលព្រះដែលគេកំពុងតែដើរតាមប៉ុន្តែអ្វីដែលយើងបានសិក្សានៅអត្ថបទសាច់រឿងព្រះគម្ពីរនេះគឺកូនពៅក៏វង្វេងនៅក្រៅផ្ទះហើយកូនបងវង្វេងនៅក្នុងផ្ទះប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយអំពីកូនពៅវង្វេងដែលគាត់បាននិយាយអំពីការវង្វេងគាត់បានប្រែចិត្តគំនិតគាត់បានគិតគាត់បានភ្ញាក់រលឹកនៅដួងចិត្តរបស់គាត់ក៏បាននិយាយថាខ្ញុំនឹងត្រឡប់ទៅផ្ទះខ្ញុំវិញពេលខ្លះពេលយើងនិយាយអំពីការកែប្រែចិត្តគំនិតពេលខ្លះយើងនិយាយថាអូខ្ញុំកែប្រែចិត្តគំនិតខ្ញុំនឹងត្រឡប់មកកាន់ព្រះអង្គម្ចាស់វិញព្រះអង្គជាពេលនឹងមានដួងចិត្តអាណិតអាសូរមកខ្ញុំហើយប៉ុន្តែថ្ងៃនេះលើកពីអ្វីដែលយើងគាត់នឹងគិតទី1ខ្ញុំរកទៅចិត្តបងប្អូនយើងមានឯកសិទ្ធិនៃការដែលយើងប្រែចិត្តគំនិតរបស់យើងម្នាក់មិនថាបងប្អូនកំពុងតែជួបជុំនៅទីណាក៏ដោយមិនថាបងប្អូននៅអាស៊ីនៅញូហ្សេឡង់អូស្ត្រាលីឬក៏នៅអាហ្វ្រិកកណ្ដាលអាហ្វ្រិកខាងជើងនៅទីណាក៏ដោយថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនទោះបីបងប្អូនមានស្បែកសស្បែកខ្មៅឬក៏ពណ៌សម្បុរបែបណាក៏ដោយយើងត្រូវបានបង្កើតឡើងមកដោយស្នាមពហុរបស់ព្រះអង្គម្ចាស់ហើយព្រះអង្គគឺជាព្រះបានឲ្យជំរឿសយើងម្នាក់ដែលមានសេរីភាពពេលដែលយើងមានសេរីភាពយើងនឹងជ្រើសរើសក្នុងការដែលយើងជ្រើសរើសជាមួយនឹងតែយើងទទួលបាននៅផ្លូវទៅកាន់សេចក្តីពិតឬក៏យើងជ្រើសរើសទៅកាន់កិច្ចការងារដែលអាក្រក់នៅថ្ងៃនេះខ្ញុំលើកទឹកចិត្តគ្រប់គ្នាតើផ្លូវមួយណាដែលយើងត្រូវតែជ្រើសរើសយើងត្រូវដឹងថាយើងមាននៅឯកសិទ្ធិក្នុងការដែលយើងកែប្រែចិត្តគំនិតពីព្រោះអ្វីដែលព្រះបានរៀបចំសម្រាប់យើងម្នាក់ពេលខ្លះយើងអត់យល់នៅរបៀបដែលព្រះអង្គគឺជាព្រះបានធ្វើការអស្ចារ្យព្រះអង្គឲ្យយើងនៅជំរឿសក្នុងការដែលយើងជ្រើសរើសនៅផ្លូវទៅកាន់ជីវិតឬក៏ផ្លូវទៅរកសេចក្តីស្លាប់មានន័យថាព្រះអង្គបានឲ្យនៅសេរីភាពមកកាន់ជីវិតរបស់យើងពេលដែលយើងនិយាយអំពីសេរីភាពឲ្យគេជ្រើសរើសគឺមានន័យថាយើងមិនអាចបង្ខំនរណាម្នាក់ឲ្យស្រឡាញ់យើងឬក៏ឲ្យស្អប់យើងនោះទេគ្រប់គ្នាព្រះបានឲ្យយើងនៅ free will ឬក៏សេរីភាពនៅក្នុងដួងចិត្តរបស់យើងម្នាក់ដើម្បីតែយើងជ្រើសរើសទៅផ្លូវមួយណាព្រះអង្គទ្រង់ស្រឡាញ់លោកអ្នកបងប្អូនខ្លាំងដល់ម្លេះព្រះអង្គបានឲ្យយើងមាននៅឯកសិទ្ធិក្នុងការដែលយើងជ្រើសរើសនៅថ្ងៃនេះតើយើងនឹងទទួលបាននូវការសង្គ្រោះឬក៏យើងដើរទៅកាន់ផ្លូវទៅរកសេចក្តីស្លាប់ដែលយើងហៅថាឋាននរកនៅថ្ងៃនេះខ្ញុំរកទៅចិត្តគ្រប់គ្នាសូមឲ្យយើងបានជ្រើសរើសនៅសេរីភាពដែលគ្រប់គ្នាមានពីធម្មជាតិនោះយើងទៅជ្រើសរើសក្នុងការដែលយើងត្រឡប់ទៅកាន់ព្រះអង្គម្ចាស់វិញឬក៏ត្រឡប់ទៅកាន់អ្វីដែលជាផ្លូវចាស់ដែលយើងកំពុងតែដើរដូចជាកូនពៅវង្វេងគេបានជ្រើសរើសដើរទៅកាន់ឪពុកគេវិញគេបានជ្រើសរើសទៅកាន់កន្លែងដែលគេកំពុងតែត្រូវការដែលគេកំពុងតែទៅដូចគ្នានៅថ្ងៃនេះបែរជាបងប្អូនមួយចំនួននៅថ្ងៃនេះបងប្អូនមានជំរឿសក្នុងការរបស់បងប្អូនកែប្រែចិត្តគំនិតជាជំរឿសរបស់លោកអ្នកបងប្អូនម្នាក់ខ្ញុំធ្លាប់បានមើលនៅរឿងអំពីIP Robert ដែលជាមនុស្សយន្តហើយបើយើងបានមើលរឿងមួយនោះគឺនិយាយអំពីក្រុមមនុស្សយន្តដែលគេបានបង្កើតមកដើម្បីគេប្រើប្រាស់ក្រុមមនុស្សយន្តទាំងអស់នោះប៉ុន្តែអ្វីដែលបញ្ហាត្រង់ថាពេលដែលមានមនុស្សយន្តមួយចំនួនចាប់ផ្ដើមមានភាព error មានភាពខុសនៅបច្ចេកទេសណាមួយធ្វើឲ្យមានបញ្ហានៅក្នុង iRobot ដែលគឺជារឿងមួយដែលកើតឡើងកាលពីឆ្នាំ2004ហើយធ្វើឲ្យមនុស្សយន្តនោះចាប់ផ្ដើមធ្វើអ្វីតាមចិត្តរបស់ពួកគេអត់ធ្វើតាមការស្ដាប់បង្គាប់របស់អ្នកបញ្ជានោះទេអញ្ចឹងដូចគ្នាក្នុងជីវិតរបស់យើងព្រះបានឲ្យសេរីភាពយើងនៅថ្ងៃនេះតើយើងជ្រើសរើសធ្វើអ្វីមួយត្បិតនៅក្នុងព្រះគម្ពីរអេសាយចំពុកទី53ខទី6បានចែងថាគ្រប់គ្នាដូចជាកូនជាមដែលកំពុងតែវង្វេងប៉ុន្តែម្នាក់ដើរទៅតាមផ្លូវរបស់រាផ្ទាល់ខ្លួនតែព្រះអង្គម្ចាស់បានទម្លាក់កំហុសរបស់យើងទាំងអស់គ្នាទៅលើព្រះអង្គម្ចាស់ផ្ទាល់ហើយព្រះអង្គគឺជាព្រះបានសគត់នៅលើជើងឆ្កាងសម្រាប់ឲ្យយើងទទួលបានការសង្គ្រោះបងប្អូនហើយនិងខ្ញុំមាននូវសេរីភាពនឹងគេទទួលនៅការសង្គ្រោះជីវិតដែលអស់កលជានិច្ចការដែលយើងការប្រែចិត្តគំនិតយើងទទួលបាននៅឯកសិទ្ធិមួយនេះព្រះអង្គគឺជាព្រះឲ្យនៅសិទ្ធិដើម្បីឲ្យយើងជ្រើសរើសក្នុងការដែលយើងដើរទៅផ្លូវនៃជីវិតឬក៏ទៅរកសេចក្តីស្លាប់នៅថ្ងៃនេះប្រហែលជាព្រះវិញ្ញាណរបស់ព្រះអង្គចាស់កំពុងតែប៉ះពាល់លោកអ្នកបងប្អូនគឺយើងមានសមត្ថភាពក្នុងការដែលប្រែចិត្តគំនិត
កុំរងចាំរហូតដល់ជីវិតយើងបានជាប់គាំងកុំរងចាំរហូតដល់ជីវិតយើងមានបញ្ហាបែកបាក់យ៉ាងធ្ងន់ធ្ងរសូមជ្រើសរើសនៅថ្ងៃនេះត្រឡប់មកកាន់ផ្លូវនៃជីវិតចំណុចទី2គឺនិយាយអំពីតម្លៃនៃការដែលយើងប្រែចិត្តគំនិតពេលដែលយើងនិយាយអំពីចំណុចទី2គឺយើងនិយាយពីតម្លៃនៃការយើងកែប្រែចិត្តគំនិតមាន3ចំណុចទូចៗនៅថ្ងៃនេះនៅក្នុងចំណុចទី2នេះយើងត្រូវតែបន្ទាបខ្លួនទទួលស្គាល់ថាយើងកំពុងតែខ្ទេចខ្ទាំទៅការព្រះម្ចាស់ទី2យើងត្រូវតែចោះចូលទៅកាន់ព្រះតែមួយហើយព្រះអង្គគឺជាផ្លូវទី3តូចគឺនិយាយពីដួងចិត្តដែលក្លាហានជ្រើសរើសដើរនៅផ្លូវមួយដែលអស្ចារ្យមួយនោះខ្ញុំលើកទឹកចិត្តគ្រប់គ្នានៅថ្ងៃនេះសូមជ្រើសរើសនៅផ្លូវណាមួយដែលបងប្អូនត្រូវតែជ្រើសរើសនៅក្នុងជីវិតរបស់យើងម្នាក់ៗបើជាបងប្អូនគិតថាយើងជួបនៅបញ្ហានៅក្នុងជីវិតរបស់យើងម្នាក់ៗពេលដែលយើងទទួលបានការសង្គ្រោះមិនមែនមានថាគ្រប់គ្នាយើងមិនអាចរើសផ្លូវដទៃផ្សេងទៀតទៅនោះទេពេលខ្លះបើយើងមិនប្រុងប្រយ័ត្នទោះបីយើងជឿលើព្រះម្ចាស់ហើយក៏ដោយប៉ុន្តែរសាររបៀបណាមួយបានកើតឡើងនេះគឺជាមូលហេតុតាមរយៈក្រុមតូចដែលខ្ញុំបានចែកចាយអំពីអ្នកបង្កើតភ្លើង Fire Starter ដែលខ្ញុំបានចែកចាយកាលពីប្រហែលសប្តាហ៍ចុងក្រោយនេះនៅក្នុងក្រុមតូចរបស់យើងនីមួយៗហើយយើងនឹងចាប់ដើមនៅវគ្គថ្មីមួយទៀតនៅសប្តាហ៍ក្រោយនេះហើយខ្ញុំលើកទឹកចិត្តបងប្អូនសូមនៅតែបន្តផ្សារភ្ជាប់ជាមួយនឹងក្រុមតូចដែលយើងមានជារៀងរាល់2សប្តាហ៍ម្ដងប៉ុន្តែព្រះគ្រីស្ទបានប្រាប់ឲ្យយើងមិនដើរតាមព្រះម្ចាស់ប៉ុន្តែយើងត្រូវតែបង់ថ្លៃជាមួយនឹងការកែប្រែចិត្តគំនិតដូចជាលោកយូហានហើយនិងលោកពេត្រុសដែលគេត្រូវតែដើរតាមព្រះម្ចាស់គេបោះបង់ចោលសម្ដែងរបស់ពួកគេប៉ុន្តែមនុស្ស2នាក់ទៀតដែលព្រះអង្គបានត្រាស់ហៅពួកគេត្រូវបោះបង់ចោលឪពុករបស់ពួកគេបងប្អូនពេលដែលយើងមិនដើរតាមព្រះម្ចាស់បើជាយើងលះបង់អ្វីមួយយ៉ាងវាត្រូវតែបង់ថ្លៃអ្វីមួយពេលដែលយើងកែប្រែចិត្តគំនិតយើងមិនអាចរស់នៅជីវិតមួយដែលសម្របសម្រួលជាមួយអំពើបាបពេលខ្លះការបង់ថ្លៃនៃការកែប្រែចិត្តគំនិតវាអាចតតឹងទៅលើយើងបានចាក់ចេញពីអំពើបាបយើងត្រូវតែចាក់ចេញពីអំពើបាបនៅក្នុងជីវិតរបស់យើងដូចជាសាច់រឿងកូនបើវង្វេងគាត់ត្រូវតែចាក់ចេញពីកន្លែងដែលគាត់មើលសត្វជ្រូកឲ្យគេនោះបងប្អូនបើជាគិតទៅគាត់ចាក់ចេញពីកន្លែងមើលជ្រូកមានអីបញ្ហាប៉ុន្តែបងប្អូនខ្ញុំរកទៅចិត្តនៅថ្ងៃនេះបើជាបងប្អូនទៅចាក់ចេញពីផ្នត់គំនិតដែលខុសឆ្គងបងប្អូនត្រូវតែបែរចេញពីការគិតដែលមិនត្រឹមត្រូវឬក៏អំពើបាបដែលយើងកំពុងតែពាក់ព័ន្ធនៅថ្ងៃនេះខ្ញុំនិយាយទៅកាន់បងប្អូននៅថ្ងៃនេះព្រះអង្គគឺជាព្រះដែលល្អលើអ្វីៗទាំងអស់ពេលដែលយើងបានបង់ថ្លៃនៃអ្វីដែលយើងបានកែប្រែចិត្តគំនិតនៅថ្ងៃនេះខ្ញុំរកទៅចិត្តគ្រប់គ្នានៅថ្ងៃនេះអ្វីដែលបងប្អូនគិតថាជាតម្លៃដែលបងប្អូនត្រូវបង់ថ្លៃគឺអ្វីដែលព្រះគ្រីស្ទទ្រង់បានសគត់នៅលើជ័យឆ្កាងសម្រាប់លោកអ្នកបងប្អូនព្រះអង្គបានបង់ថ្លៃលើសពីអ្វីដែលបងប្អូនបានបង់ថ្លៃនៅចំណុចមួយនេះចំណុចទី3គឺយើងនិយាយពីអំណាចនៃការប្រែចិត្តត្បិតយើងមានជំរឿសក្នុងការដែលយើងជ្រើសរើសតើយើងជ្រើសរើសជាមួយនឹងឯកសិទ្ធិដែលយើងទទួលបានការកែប្រែចិត្តគំនិតឬក៏តម្លៃនៃការកែប្រែចិត្តគំនិតដែលយើងត្រូវបង់ឬក៏អំណាចនៃការប្រែចិត្តគំនិតពេលខ្លះបើយើងគិតថាទោះបីទូបង្គំមានចំណេះដឹងទោះបីទូបង្គំជាអ្នកដែលមានឬក៏ក្របប៉ុណ្ណាក៏ដោយប៉ុន្តែថ្ងៃនេះសូមឲ្យអំណាចនៃការកែប្រែចិត្តគំនិតនេះមានឥទ្ធិពលមកកាន់ជីវិតទូបង្គំត្បិតនៅក្នុងព្រះគម្ពីរបានប្រាប់យើងនៅក្នុងខទី20បានចែងថាឪពុកបានរត់ទៅកាន់កូនពេលនោះកូនបានរត់មកកាន់លោកឪពុកដូចគ្នាថ្ងៃនេះឪពុកកំពុងតែរត់ទៅកាន់លោកអ្នកបងប្អូនពេលដែលព្រះអង្គបានឃើញលោកអ្នកបងប្អូនជាកូនបានកែប្រែចិត្តគំនិតនៅថ្ងៃនេះដូចជានៅក្នុងព្រះគម្ពីរបានប្រាប់យើងនៅក្នុងព្រះគម្ពីរលូកាបានប្រាប់យើងថាត្បិតនៅក្នុងព្រះគម្ពីរយ៉ាកុបចំពុកទី4ខ8បានចែងថាសូមចូលចិត្តទៅព្រះអង្គម្ចាស់នោះព្រះអង្គនឹងយាងមកចិត្តបងប្អូនវិញដែរខ្ញុំជឿជាក់ថានៅថ្ងៃនេះសូមអនុញ្ញាតឲ្យយើងទទួលបាននៅដួងចិត្តមួយដែលស្និទ្ធស្នាលជាមួយព្រះម្ចាស់ទោះបីបងប្អូនមានអារម្មណ៍ថាខ្ញុំជាមនុស្សអ្នកដែលល្អហើយខ្ញុំជាមនុស្សអ្នកដែលស្មោះត្រង់ហើយប៉ុន្តែព្រះអង្គលើសពីអ្វីដែលបងប្អូននឹកស្មានមិនដល់ព្រះអង្គគឺជាព្រះបិតាដែលស្រឡាញ់លោកអ្នកបងប្អូនហើយនឹងខ្ញុំខ្លាំងដល់ម្ល៉េះត្បិតនេះគឺជាប្រស្នាដែលនិយាយពីគុណពៅវង្វេងប៉ុន្តែនៅថ្ងៃនេះព្រះអង្គមាននៅជីវិតព្រះអង្គមាននៅពិធីជប់លៀងព្រះអង្គមានសេចក្តីអំណរព្រះអង្គមានការរួបរวมឡើងវិញនៅក្នុងជីវិតយើងពេលដែលយើងជ្រើសរើសផ្លូវទៅកាន់នគរឋានសួគ៌នៅថ្ងៃនេះប្រហែលជាបងប្អូនមួយចំនួនអត់ប្រកាសថាបងប្អូននឹងសម្រេចចិត្តផ្លូវមួយណាដើម្បីជ្រើសរើសប៉ុន្តែខ្ញុំលើកទឹកចិត្តសូមបានជ្រើសរើសផ្លូវទៅកាន់ជីវិតត្បិតព្រះអង្គជាព្រះកំពុងតែរងចាំលោកអ្នកបងប្អូនមិនថាបងប្អូនកំពុងតែចូលរួម
នៅទីណានោះទេព្រះអង្គកំពុងតែនៅទីនេះជាមួយលោកអ្នកបងប្អូនមិនថាបងប្អូននៅទីណាក៏ដោយទោះបីបងប្អូនជាអ្នកដែលជឿព្រះអង្គម្ចាស់ហើយឬក៏មិនទាន់ជឿព្រះអង្គម្ចាស់ហើយក៏ដោយប៉ុន្តែអ្វីដែលខ្ញុំនិយាយទៅកាន់បងប្អូននៅថ្ងៃនេះជាពិសេសអ្នកដែលមិនទាន់ជឿលើព្រះអង្គម្ចាស់សូមមិនបែរត្រឡប់ពីផ្លូវដែលយើងកំពុងតែដើរឆ្ពោះទៅកាន់សេចក្តីស្លាប់យើងបានត្រឡប់ទៅកាន់ជីវិតគឺផ្លូវដែលព្រះបានរៀបចំឲ្យយើងបាទនៅក្នុងអត្ថបទសាច់រឿងដែលយើងបានអានមុននេះបងប្អូនប្រហែលជាមានបទពិសោធន៍នៅក្នុងជីវិតបងប្អូនដែលយើងមានបទពិសោធន៍ជាមួយព្រះអង្គម្ចាស់តិចយើងអត់ដែលមានឱកាសអំពីការដែលយើងជឿលើព្រះអង្គម្ចាស់ប៉ុន្តែនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តគ្រប់គ្នាសូមអនុញ្ញាតឲ្យសេចក្តីពិតរបស់ព្រះអង្គម្ចាស់បានចាក់បំពេញនៅក្នុងជីវិតរបស់លោកអ្នកបងប្អូនព្រះអង្គទ្រង់ស្រឡាញ់លោកអ្នកបងប្អូនខ្លាំងដល់ម្ល៉េះព្រះអង្គស្វាគមន៍លោកអ្នកបងប្អូនមកកាន់នៅផ្លូវទៅកាន់ជីវិតថ្ងៃនេះជាផ្លូវមួយដែលបងប្អូនកំពុងតែត្រូវការដូចที่ខ្ញុំបាននិយាយឧទាហរណ៍អំពីការបាក់បោរបស់ខ្ញុំនៅម៉ាឡេស៊ីខ្ញុំបង្វេងផ្លូវជាច្រើនដងនៅថ្ងៃនេះបងប្អូនតើយើងកំពុងតែបង្វេងនៅក្នុងជីវិតនៃជីវិតរបស់យើងកំពុងតែបាក់បោជីវិតរបស់យើងនេះថ្ងៃសុខដ៏ល្អមិនមែនជាថ្ងៃមួយដែលយើងស្អប់នៅការសង្កត់របស់ព្រះគ្រីស្ទនោះទេប៉ុន្តែជាថ្ងៃដែលរំលឹកអំពីក្តីស្រឡាញ់ដែលព្រះអង្គជាព្រះបានសង្កត់ឲ្យយើងទទួលបានជីវិតចាំបានពីរឿងមួយដែលមានជនជាតិអាមេរិកម្នាក់គាត់បានមកលេងនៅអូស្ត្រាលីហើយក៏បានដើរឆ្លងកាត់នៅកសិដ្ឋានមួយហើយកសិដ្ឋាននោះធំមែនទែនរាប់រយហិកតាហើយក៏បានឃើញនៅកសិដ្ឋាននោះគឺមានចិញ្ចឹមគោជាច្រើនក្បាលរាប់រយក្បាលហើយក៏បានសួរទៅម្ចាស់កសិដ្ឋាននោះថាលោកចិញ្ចឹមសត្វច្រើនមែនទែនហើយខ្ញុំមើលទៅកសិដ្ឋានរបស់លោកអត់មានឃើញធ្វើរបងតរសោះតើលោកធ្វើម៉េចដើម្បីការពារកុំឲ្យគោបានបាត់ឬក៏គោបានចេញទៅក្រៅហើយពេលនោះអ្វីដែលគួរភ្ញាក់ផ្អើលនោះម្ចាស់កសិដ្ឋានបាននិយាយថាយើងមិនត្រូវការសាងសង់នៅរបងឲ្យរឹងមាំអីនោះទេដើម្បីការពារសត្វគោប៉ុន្តែពេលដែលយើងបានប្រើប្រាស់ប្រភពទឹកដែលត្រឹមត្រូវវាថាជីកអណ្ដូងដែលត្រឹមត្រូវពីពុះគោវានឹងមករកនៅប្រភពទឹកហើយវានឹងផឹកទឹកព្រះគ្រីស្ទដូចគ្នាព្រះអង្គយាងមកលើផែនដីនេះអំឡុងពេលដែលនៅក្នុងរជ្ជកាលនៅក្នុងសាសយូដាគេបានស្អប់នៅព្រះគ្រីស្ទប៉ុន្តែព្រះគ្រីស្ទបានបង្រៀនមនុស្សថាស្រឡាញ់ព្រះអង្គម្ចាស់និងស្រឡាញ់មនុស្សជុំវិញខ្លួនយើងនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តគ្រប់គ្នាតើយើងជ្រើសរើសអ្នកណាដើម្បីដើរតាមព្រះអង្គម្ចាស់តើយើងជ្រើសរើសទៅកាន់ផ្លូវនៃលោកីឬក៏ផ្លូវនៃជីវិតផ្លូវទៅកាន់ឋាននរកឬក៏ផ្លូវទៅកាន់នគរឋានសួគ៌នៅថ្ងៃនេះសូមបានជ្រើសរើសនៅផ្លូវមួយដែលបងប្អូនកំពុងតែធ្វើការសម្រេចចិត្តនៅថ្ងៃនេះខ្ញុំជឿជាក់ថាពេលដែលយើងមានឯកសិទ្ធិក្នុងការដែលយើងជ្រើសរើសនៅផ្លូវណាមួយដែលយើងត្រូវដើរប៉ុន្តែយើងត្រូវតែលះបង់នៅមាគ៌ាចាស់នៅក្នុងជីវិតរបស់យើងម្នាក់ៗប្រហែលជាបងប្អូនមានភាពអំនួតនៅថ្ងៃនេះប្រហែលជាបងប្អូនគិតថាខ្ញុំអត់ត្រូវការព្រះនៅក្នុងជីវិតរបស់លោកអ្នកបងប្អូននោះទេប៉ុន្តែខ្ញុំលើកទឹកចិត្តបងប្អូនខ្ញុំលើកទឹកចិត្តកុំរងចាំរហូតដល់យើងស្លាប់ទើបយើងស្វែងរកផ្លូវនោះវានឹងយឺតពេលពេកហើយខ្ញុំពិតជាសោកសៅថ្មីនេះមានមិត្តភក្តិខ្ញុំម្នាក់គាត់បានបាត់បង់ឪពុករបស់គាត់ហើយគាត់ចាប់ដើមយំទួញសោកមែនទែនដោយសារឪពុកគាត់បានទទួលជឿលើព្រះម្ចាស់សេចក្តីស្លាប់គឺមានមែនហើយសេចក្តីស្លាប់នេះនឹងមកកើតឡើងនៅក្នុងជីវិតរបស់យើងម្នាក់សំដួលសួរតើយើងចង់ចំណាយពេលនៅជីវិតដែលយើងស្លាប់ជីវិតដែលអស់កលជនិតនៅទីណានៅនគរឋានសួគ៌ឬក៏នៅឯបឹងភ្លើងនៅថ្ងៃនេះយើងនឹងទទួលនៅពិធីលៀងព្រះម្ចាស់ឬក៏ពិធីកាច់នំប៉័ងបើឲ្យបានសូមបានក្រោយចុះឡើងខ្ញុំលើកទឹកចិត្តបងប្អូនគ្រប់គ្នាមិនថានៅអូស្ត្រាលីនៅញូហ្សេឡង់នៅទ្វីបអាស៊ីនៅប្រទេសកម្ពុជានៅទីណាក៏ដោយនៅថ្ងៃនេះសូមបានបងប្អូនរៀបចំខ្លួនមិនថានៅក្នុងប្រទេសបូស្វ៉ាណាហ្សាំបៀនៅទីណាក៏ដោយសូមបានរៀបចំខ្លួនដើម្បីទទួលពិធីកាច់នំប៉័ងមិនថាបងប្អូននៅផ្ទះឬក៏ជួបជុំមនុស្សក្រុមតូចប៉ុន្តែខ្ញុំជឿជាក់ថាការដែលយើងទទួលពិធីកាច់នំប៉័ងរំលឹកអំពីសក្តីអំណរដែលយើងទទួលបានដែលព្រះគ្រីស្ទបានសគត់នៅលើជើងឆ្កាងហើយព្រះអង្គជាព្រះបានខ្ចាយនៅព្រះលិខិតរបស់ព្រះម្ចាស់ដើម្បីឲ្យទូលបង្គំហើយនឹងបងប្អូនទទួលបាននៅសេរីភាពក្នុងការជ្រើសរើសនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូននៅថ្ងៃនេះចូលបានប្រែចិត្តគំនិតចាក់ចេញពីផ្លូវដែលទៅកាន់សេចក្តីស្លាប់ប៉ុន្តែទៅកាន់ផ្លូវដែលប្រកបដោយជីវិតគឺនគរឋានសួគ៌នៅថ្ងៃនេះសូមមកលើកទឹកចិត្តអំឡុងពេលចំណាយពេលថ្វាយបង្គំបន្តិចទៀតនេះសូមបងប្អូនបានលើកនៅទឹកទំពាំងបាយជូរនិងចំណិតនំប៉័ងអធិដ្ឋានទូលបង្គំចង់ទៅកាន់ផ្លូវដែលប្រកបដោយជីវិតយើងអត់ចង់ទៅកាន់ផ្លូវដែលនាំឲ្យយើងវិនាសអន្តរាយឬក៏ផ្លូវដែលនាំទៅកាន់